សួស្តីសកលទាំងអស់គ្នាបាទថ្ងៃនេះគឺចេញទៅ2ឈុតទៀតហើយ3ឈុតទៀតហើយប្រភេទព្រះអង្គសារកាស្នេហ៍សំឡេងដែលជាប្រភេទស្នេហ៍ចងសពន្ធមិត្តរីឬក៏ហៅថាស្នេហ៍ចងចិត្តស្នេហ៍ចងអារម្មណ៍ស្នេហ៍ចងស្មារតីពេលដែលយើងទៅចែកជាមួយទៅកាន់មហាជនឬក៏ហៅថាអតិថិជនប្រុសស្រីទាំងឡាយកាលណាឲ្យគេស្ដាប់ឲ្យគេអាណិតឲ្យគេស្រឡាញ់ឲ្យគេចង់មកជួបយើងមកចោមរុំទិញនៅសម្ភារៈឬក៏គ្រឿងដែលយើងលក់មិនថាយើងបើកហាងតូចហាងធំឬក៏យើងតំណែងតំណងនៅក្នុងវិនិយោគតូចធំឬក៏ភាគហ៊ុនណាទេគឺថានិយាយទៅកាន់អាយឧត្តមក្តីមន្ត្រីតូចធំអុកញ៉ាក្តីគេស្ដាប់គេអាណិតគេចូលចិត្តគេស្រឡាញ់យើងហើយចំណែកដៃគូវិញកាលណាទៅចែកទៅកាន់ភរិយាក្តីសង្សារក្តីគឺគេថាគេស្ដាប់យើងតែម្ដងចង់តែស្ដាប់យើងចង់តែនៅក្បែរយើងចង់តែនៅរួមមេត្រីភាពភក្តីភាពនៃយើងបីដូចជាសត្វសារកាបងប្អូនសម្លឹងមើលនៅអំណាចអានុភាពនៃព្រះអង្គសារកានេះគឺមានរិទ្ធច្រើនបាទធ្វើឲ្យអ្នកដែលមានជំនឿជឿជាក់ទៅលើវត្ថុនេះគឺបាននៅភាពជោគជ័យវិញអញ្ចឹងអ្នកដែលមានការជឿជាក់ជាវទៅគឺអត់ខុសទេគឺសាងចេញពីកថាមាសសុទ្ធបាទនេះគឺកថាមាសបាទមិនមែនកថាប្រាក់ឬក៏ថាធម្មតាយកទៅសេបានទេនេះគឺជាកថាមាសសុទ្ធណាបាទហើយសកលទាំងអស់គ្នាបាទ